ខ្ញុំដឹងថាមួយរយៈនេះអ្នកនរគ្នាប្រកាសជាហត់អស់កម្លាំង stress មានអារម្មណ៍ថាធុញថប់នឹងជីវិតខ្លួនឯងមានអារម្មណ៍ថាជួបតែរឿងមិនល្អបើជាអ្នកនរគ្នាជួបរឿងអ្វីក៏ដោយប៉ុន្តែអ្នកនរគ្នាត្រូវគិតគឺត្រូវតែបន្តในការស្រឡាញ់ខ្លួនឯងបន្តในការមើលថែខ្លួនឯងបន្តในការផ្ដល់នូវស្នាមញញឹមឲ្យខ្លួនឯងពីព្រោះអ្នកនរគ្នាបានធ្វើល្អហើយនៅថ្ងៃនេះតាំងពីចាប់ដើមមកដល់ពេលអ្នកនរគ្នាបានធ្វើរឿងល្អជាច្រើនហើយអ្វីអ្នកនរគ្នាត្រូវធ្វើនេះគឺវានឹងបន្តវែងឆ្ងាយទៀតហើយវាសំខាន់ទៀតអ្នកនរគ្នាគឺពិតជាមនុស្សដែលក្លាហានពិតជាមនុស្សម្នាក់ដែលរឹងមាំអាចប្រឈមមុខនៅរឿងជាច្រើនដែលអ្នកនរគ្នាបានជួបទោះបីជាជួបរឿងពិបាកប៉ុណ្ណាជួបរឿងដែលមានបញ្ហាប៉ុណ្ណាអ្នកនរគ្នាអាចដោះស្រាយឲ្យបន្តមកបានអ្វីយើងបានជួបវាគឺជាមេរៀននៅក្នុងជីវិតរបស់យើងស៊ូបានគឺយើងនឹងទទួលបានមេរៀនថ្មីយើងរឹងមាំជាងមុនហើយកុំរឹងរៀននៅពេលដែលជួបបញ្ហានៅពេលដែលជួបបញ្ហាកាន់តែខ្លាំងអ្នកនរគ្នាត្រូវតែរឹងមាំទៅតែបន្តទៅមុខទីពីព្រោះបើសិនយើងអត់បន្តទៅមុខយើងរឹងរៀនបញ្ហានឹងមកគ្របដណ្ដប់យើងហើយនឹងធ្វើឲ្យយើងទទួលការឈឺចាប់ទទួលការរងទុក្ខតែបើសិនយើងអាចប្រាប់ខ្លួនឯងឲ្យរឹងមាំឡើងឲ្យព្យាយាមតែដោះស្រាយបញ្ហាយើងទៅប្រាប់ខ្លួនឯងថាគ្រប់យ៉ាងគឺមានដំណោះស្រាយពេលដែលយើងអាចដោះស្រាយបានយើងនឹងរៀនបានមេរៀនជីវិតថ្មីមួយហើយនឹងបន្តជីវិតរបស់យើងទៅមុខទៀតកាន់តែរីកចម្រើន